ប្រសិនបើកុំព្យូទ័របងប្អូនទាំងអស់គ្នាជាប់ activate ហើយអត់ចេះដោះស្រាយចង់ remove វាចេញពីអេក្រង់កុំព្យូទ័រតោះខ្ញុំមកបរៀនបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះអញ្ចឹងបងប្អូនទាំងអស់គ្នាដំបូងបងប្អូនទាំងអស់គ្នាឃើញ Windows លើ keyboard យើងចុច Windows ជាមួយនឹងអក្សរ X បងប្អូនទាំងអស់គ្នាបន្ទាប់ពីយើងចុច Windows អក្សរ X ហើយវាយើងរកពាក្យថា terminal អញ្ចឹង terminal បងប្អូនអានខុសជាស្រ័យហើយបើយើង enter មកបងប្អូនទាំងអស់គ្នាត្រូវវាយកូដតាមខ្ញុំមួយបងប្អូនទាំងអស់គ្នាបន្ទាប់ពីបងប្អូនវាយកូដតាមខ្ញុំរួចហើយនេះខ្ញុំទៅសេឲ្យហ្នឹងបងប្អូនអាចស្កប់ឲ្យវាយតាមខ្ញុំបានបន្ទាប់មកបងប្អូនទាំងអស់គ្នាចុចថា enter ពេលដែលបងប្អូនចុច enter វានឹងចេញផ្ទាំងអក្សរមួយហើយបន្ទាប់មកទៀតយើងចុចពាក្យថា OK បន្ទាប់ពីយើង OK រួចហើយបងប្អូនទាំងអស់គ្នា restart កុំព្យូទ័របងប្អូនឬក៏បិទកុំព្យូទ័របងប្អូនឲ្យបើកវិញមក restart ឲ្យវាឡើងមកវិញបន្ទាប់ពីវាឡើងមកវិញហើយនោះកុំព្យូទ័របងប្អូននឹងបាត់ activate ហើយបងប្អូនទាំងអស់គ្នាក្រោយនេះគាត់តែជារបៀបក្នុងការ remove អក្សរ activate window នៅលើអេក្រង់កុំព្យូទ័រយើងទេហើយរបៀប activate នៅមានផ្សេងទៀតបងប្អូនទាំងអស់គ្នានេះគាត់នឹងខ្ញុំបង្រៀនបងប្អូនទាំងអស់គ្នាពីរបៀបដោះអក្សរហ្នឹងចេញទេអញ្ចឹងអរគុណបងប្អូនទាំងអស់គ្នាជម្រាបលាបើសិនបងប្អូនទាំងអស់គ្នាអត់យល់កន្លែងណាអាច comment ឬក៏បងប្អូនទាំងអស់គ្នាមានចម្ងល់អីដែលតាក់ទងជាមួយនឹងកុំព្យូទ័រតិចតួចអីគឺបងប្អូនទាំងអស់គ្នាអាច comment នៅក្នុងនឹងបានអរគុណបងប្អូនទាំងអស់គ្នាជម្រាបលាបាយបាយអត់យល់ទេក៏អាចឆានមកសួរក្នុង page ពួក IT បានដែរ